អាគារមជ្ឈមណ្ឌលផ្ដល់ឈាមថ្មីជាជំនួយរបស់ប្រជាជនសហរដ្ឋអាមេរិកតាមរយៈកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងទឹកប្រាក់សាងសង់ចំនួន$73,000សហរដ្ឋអាមេរិកត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការឯកឧត្តមមកប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្ដល់ឈាមដែលជាជំនួយរបស់ប្រជាជនសហរដ្ឋអាមេរិកដល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅព្រឹកថ្ងៃទី3ខែមីនាឆ្នាំ2016នេះថាបច្ចុប្បន្ននេះអត្រាប្រើប្រាស់ឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្សគឺមានការកើនឡើងច្រើនជាពិសេសការប្រើប្រាស់ជួយដល់ជនរងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍ឯកឧត្តមបានបន្តថាដើម្បីឲ្យមន្ទីរពេទ្យកាន់តែមានលទ្ធភាពក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគឈាមឲ្យបានច្រើនទៅតាមមន្ទីរពេទ្យឬមជ្ឈមណ្ឌលសុខភាពនានាលោកស្រីជូលីឆុងអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថាមជ្ឈមណ្ឌលផ្ដល់ឈាមថ្មីនេះនឹងផ្ដល់សារៈប្រយោជន៍ច្រើនដល់វិស័យសុខាភិបាលកម្ពុជាតាមរយៈការប្រមូលនិងថែរក្សាទុកឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្សលោកស្រីបានបញ្ជាក់ថាបច្ចុប្បន្ននេះគេសង្កេតឃើញថាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ហើយជនរងគ្រោះភាគច្រើនគឺមានការបាត់បង់បរិមាណឈាមច្រើនដែលទាមទារឲ្យមានការបញ្ចូលឈាមថ្មីសម្រាប់ជួយសង្គ្រោះជីវិតលោកស្រីរំពឹងថាមជ្ឈមណ្ឌលឈាមថ្មីនេះនឹងជួយធ្វើឲ្យវិស័យសុខាភិបាលកម្ពុជាកាន់តែមានភាពល្អប្រសើរលោកប៉ែនផលគុណប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានឲ្យដឹងថាអត្រាប្រើប្រាស់ឈាមនៅក្នុងមន្ទីរពេទ្យខេត្តបច្ចុប្បន្ននេះមួយខែមានជាង200កំប្លោកដោយផ្ដោតសំខាន់ទៅលើការវះកាត់សម្រាប់កូននិងជំងឺសង្គ្រោះបន្ទាន់និងជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍លោកបានបន្តថាឈាមដែលផ្ដល់នៅមន្ទីរពេទ្យនេះមាន3ប្រភេទទី1ផ្ដល់ដោយសាច់ញាតិអ្នកជំងឺទី2ស្ម័គ្រចិត្តនិងទី3ការចុះទៅអំពាវនាវឲ្យមានការបរិច្ចាគហើយសម្រាប់ឈាមដែលស្តុកសម្រាប់ជួយសង្គ្រោះបន្ទាន់ជាមធ្យមពី30ទៅ40ផ្លោកហើយចំនួននេះអាចផ្គត់ផ្គង់បានតែជំងឺធម្មតាប៉ុណ្ណោះតែប្រសិនបើមានអ្នករបួសច្រើនក្នុងនោះឈាមនេះមិនអាចផ្គត់ផ្គង់បានទេពីព្រោះអ្នកជំងឺដែលមកសម្រាប់ព្យាបាលគឺមកពីបណ្ដាខេត្តផ្សេងៗផងដែរ